សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកសម្រាប់បងប្អូនដែលប្រើប្រាស់ជាមួយនឹងកម្មវិធី Telegram ណាហើយចង់ធ្វើការបិទអនឡាញកុំឲ្យនរណាម្នាក់ដឹងអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់Telegram ច្រើនហើយប្រើរហូតទាល់តែដាច់យប់អីអញ្ចឹងហើយអត់ចង់ឲ្យគេដឹងអាចមើលវីដេអូនេះបានបាទជាដំបូងបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធី Telegram ជាមុនសិនបន្ទាប់មកយើងធ្វើការចុចពាក្យថា setting នៅត្រង់ចំណុចខាងក្រោមហ្នឹងបាទរួចហើយយើងនឹងធ្វើការចុចទៅលើពាក្យថា privacy and security បាទបន្តមកទៀតបងប្អូនscroll មកក្រោមបន្តិចមកហើយយើងធ្វើការចុចទៅលើពាក្យថា last seen and online បាទអញ្ចឹងនៅពេលដែលបងប្អូនចុចមកដល់ត្រង់ចំណុចហ្នឹងបងប្អូននឹងឃើញ3ចំណុចធំដែលបង្ហាញនៅខាងលើហ្នឹងទី1តកតងជាមួយនឹង everybody អញ្ចឹងមានន័យថាអ្នកគ្រប់គ្នានឹងឃើញយើងកំពុងតែយើង online អញ្ចឹងណាបងប្អូនបាទមួយទៀតបើសិនជាបងប្អូនចង់កំណត់នៅការ online របស់អ្នកណាម្នាក់ណាបងប្អូនចុចកន្លែងពាក្យថា my contact បាទកន្លែង my contact ហ្នឹងទាល់តែបងប្អូនអ្នកដតីណាមិត្តភ័ក្តិរបស់យើងធ្លាប់ធ្វើការ save ឈ្មោះរបស់យើងទៅគេអាចមើលឃើញយើងកំពុងតែធ្វើការ online បាទហ្នឹងត្រង់ចំណុចហ្នឹងគឺយើងអាចកំណត់បានថាអ្នកដែលធ្វើការ save ឈ្មោះយើងទេបងប្អូនណាបាទមួយទៀតតកតងជាមួយនឹងការបិទតែម្ដងហើយអត់ចង់ឲ្យនរណាម្នាក់ដឹងថាយើងកំពុងតែធ្វើការ online ទេបងប្អូនអាចធ្វើការជ្រើសរើសត្រង់ចំណុចទី3ដែលគេដាក់ថា nobody បាទអញ្ចឹងត្រង់ចំណុចហ្នឹងគឺជាចំណុចដ៏សំខាន់អញ្ចឹងនៅពេលដែលបងប្អូនចង់ធ្វើការលាក់នៅ online ឬក៏អត់ចង់ឲ្យនរណាម្នាក់ដែលដឹងថាយើងកំពុងតែប្រើប្រាស់ជាមួយនឹងកម្មវិធី Telegram ឬក៏យើងកំពុងតែឆាត Telegram ដាច់យប់អីចឹងទៅបងប្អូនអាចធ្វើការជ្រើសរើសត្រង់ចំណុច nobody អញ្ចឹងមានន័យថាត្រង់ចំណុចហ្នឹងគឺយើងអាចធ្វើការបិទមិនឲ្យគេដឹងថាយើងកំពុងតែលេងTelegram ទេបាទអញ្ចឹងគេអត់ដឹងតែម្ដងណាបងប្អូនអញ្ចឹងបងប្អូនគួរតែធ្វើការជ្រើសរើសកន្លែង nobody មកបន្ទាប់មកទៀតយើងធ្វើការចេញមកក្រៅមកបងប្អូននឹងឃើញត្រង់ចំណុចដើមដំបូងដែលគេដាក់ថា nobody ឃើញទេបាទអញ្ចឹងត្រង់ចំណុចហ្នឹងគឺយើងអាចធ្វើការបិទបាន 100% តែម្ដងបាទវីដេអូក្នុងការចែករំលែកគឺមានត្រឹមតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ